សហរដ្ឋអាមេរិកសម្រេចលើកលែងបម្រាមលក់សពាវុធមកលើប្រទេសកម្ពុជាជាផ្លូវការយោងតាមការចេញផ្សាយដោយកាសែត Reuters បានរាយការណ៍ថាសហរដ្ឋអាមេរិកកាលពីល្ងាចថ្ងៃប្រហោះទី16ខែវិច្ឆិកាឆ្នាំ2025បានសម្រេចលើកលែងបម្រាមលក់សពាវុធរបស់ខ្លួនមកលើប្រទេសកម្ពុជាជាផ្លូវការដែលចំណាត់ការនេះបានធ្វើឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានត្រួតពិនិត្យនិងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសកម្ពុជានិងថៃយោងតាមកាសែត Reuters នៅក្នុងការជូនដំណឹងក្នុងបញ្ជីសហព័ន្ធរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បានលើកលែងការរឹតបន្តឹងលក់សពាវុធដោយផ្អែកលើការស្វែងរកសន្តិភាពនិងការខិតខំរបស់ប្រទេសកម្ពុជារួមទាំងតាមរយៈការចូលរួមឡើងវិញជាមួយសហរដ្ឋអាមេរិកលើកិច្ចសហប្រតិបត្តិការការពារជាតិនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនហើយការលក់សពាវុធត្រូវបានអនុញ្ញាតលើមូលដ្ឋានករណីនីមួយៗផ្សេងៗគ្នាគូកត់សម្គាល់ថាក្នុងរដ្ឋបាលរបស់លោក Joe Biden បានដាក់បម្រាមលើការនាំចេញអាវុធទៅកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ2021ដោយលើកឡើងពីឥទ្ធិពលកាន់តែខ្លាំងឡើងនៃយោធាចិននៅកម្ពុជាក៏ដូចជាសិទ្ធិមនុស្សនិងអំពើពុករលួយដែលកំពុងតែកើតមាន